យើងបន្តមេរៀនយើងចូលមកទំព័រទី10នៅមេរៀនទី2ដដែលអញ្ចឹងនៅចំណុចហ្នឹងគេឲ្យយើងកលេចទៅមើលរូបភាពហើយអានពាក្យឲ្យបានលឺៗអញ្ចឹងតោះយើងទៅស្ដាប់ការអានទាំងអស់គ្នា看图片，朗读下列双音节词语。Look at the pictures and read the disyllabic words aloud. 冰箱、鸡蛋、司机、足球、机场、爬山、手表、熊猫。យើងស្ដាប់ម្ដងទៀតហើយនឹងបកប្រែអញ្ចឹងយើងស្ដាប់បដាហើយបន្តមកយើងកលេចមើលនៅខាងក្រោមទៅគឺមានដាក់អក្សរខ្មែរអញ្ចឹងបន្ទាប់ពីយើងស្ដាប់សំឡេងហើយយើងអានជាអក្សរខ្មែរធ្វើឲ្យយើងឆាប់ចាំពាក្យអញ្ចឹងតោះយើងទៅស្ដាប់នឹងបកប្រែទាំងអស់គ្នា冰箱、鸡蛋、司机、足球、机场、爬山、手表、熊猫。ចូលមកចំណុចទី2ចំណុចទី2និយាយពីសំឡេងអញ្ចឹងខ្ញុំរំលឹកឡើងវិញតើតើជាមួយសំឡេងចំពោះសំឡេងយើងមានសរុបទាំងអស់កាលយើងរៀននៅមេរៀនទី1សំឡេងមូលដ្ឋានរបស់យើងគឺមាន4អញ្ចឹងឥឡូវនេះចូលមកដល់មេរៀនទី2គឺថែមមួយសំឡេងទៀតគឺសំឡេងស្រាលហើយនឹងខ្លីអញ្ចឹងសំឡេងស្រាលហើយនឹងខ្លីហ្នឹងគឺជាចំណែកមួយនៃសំឡេងទាំង4ដែរអញ្ចឹងសរុបទៅយើងមាន5សំឡេងនៅក្នុងភាសាចិនគ្រាន់តែថាសំឡេងទី5ហ្នឹងគឺវារៀងស្រាលហើយមិនមានសញ្ញាសំឡេងនៅខាងលើទេអញ្ចឹងដើម្បីលម្អិតមកមើលតារាងនេះទាំងអស់គ្នាខ្ញុំនឹងសង្ខេបឲ្យទាំងអស់ថាសំឡេងហ្នឹងគឺមាន5នៅក្នុងភាសាចិនតើអញ្ចឹងយើងទៅមើលទាំងអស់គ្នាតែម្ដងអញ្ចឹងយើងរំលឹកឡើងវិញតើតើជាមួយនឹងសំឡេងទាំង5នៅក្នុងភាសាចិនសំឡេងទី1ហ្នឹងគឺយើងអានស្មើហើយសំឡេងត្រង់វែងចំពោះសំឡេងទី2គឺយើងអានសំឡេងឡើងលើសំឡេងទី3គឺយើងអានទម្លាក់សំឡេងហើយរួចឡើងលើវិញសំឡេងទី4គឺយើងអានសំឡេងសង្កត់ចុះក្រោមហើយចំពោះសំឡេងទី5ដែលយើងកំពុងរៀនហ្នឹងគឺអានខ្លីហើយនឹងស្រាលអញ្ចឹងយើងមកមើលចំណុចសម្គាល់នៅខាងក្រោមទាំងអស់គ្នាដែលជាសំឡេងទី5ហ្នឹងគឺគេបាននិយាយថាសំឡេងស្រាលសំឡេងទី5ហ្នឹងគឺគ្មានសញ្ញាមានន័យថាគ្មានសញ្ញានៅលើគូសនៅលើស្រៈឬក៏គូសនៅលើពាក្យខាងចុងដែលយើងបានរៀនណាมันមានសញ្ញាទេហើយគេឲ្យឧទាហរណ៍ពាក្យម៉ាហើយនឹងពាក្យប៉ាអញ្ចឹងយើងមើលសំឡេងទី1ហ្នឹងគឺជាសំឡេងនៃមូលដ្ឋានគ្រឹះហើយសំឡេងទី2ហ្នឹងគឺសំឡេងទី5ហ្នឹងឯងគឺវាស្រាលហើយវាខ្លីទៀតអញ្ចឹងគឺវាមិនមានសរសេរគំនូសសញ្ញានៅលើអក្សរទេអញ្ចឹងបើសិនបើបងប្អូនមិនទាន់យល់ច្បាស់អាចមើលនៅក្នុងឧទាហរណ៍យើងមានឧទាហរណ៍ខាងក្រោមច្រើនទៀតអញ្ចឹងឧទាហរណ៍ទាំង4ខាងលើគឺបងប្អូនអាចមើលបានពាក្យទាំងអស់ហ្នឹងហើយខ្ញុំនឹងបកប្រែហើយនឹងអាននៅពាក្យខាងក្រោមដើម្បីឲ្យបន្ថែមទៀតអញ្ចឹងតោះយើងទៅស្ដាប់ហើយនឹងបកប្រែខាងក្រោមដូចគ្នា朗读下列音节，注意轻声的读法。Read the syllables aloud and pay attention to the neutral tone. 桌子、房子、椅子、柜子、他们、人们、我们、弟弟、衣服、儿子、喜欢、认识、先生、朋友、晚上、漂亮。តោះយើងស្ដាប់នឹងបកប្រែម្ដងទៀត朗读下列音节，注意轻声的读法。Read the syllables aloud and pay attention to the neutral tone. 桌子、房子、椅子、柜子、他们、人们、
我们，弟弟，衣服，儿子，喜欢，认识，先生，朋友，晚上，漂亮。